អត់មកគូនេះមើលរំលងអត់បានទេបងប្អូនតាក់ទងទៅនឹងកីឡាករកូរ៉ាម៉ាក់ចន្ទរាជជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនឥឡូវនេះគ្រូបង្វឹកទាំងសងខាងទាំងលោកគ្រូហ៊ុនចន្ទរាជនិងលោកគ្រូសេនមន្ទិនបើកភ្លើងខៀវហើយសម្រាប់មកគូនេះឲ្យកឡូប៉ិនគ្នាតែម្ដងបងប្អូន57ជាងកូរ៉ាម៉ាក់បច្ចុប្បន្ននេះគឺគេវាយប្រភេទ2ទម្ងន់បងប្អូន57និង60ហើយយ៉ាស៊ីនបច្ចុប្បន្ននេះគឺគេឡើងមក57ចឹងគូនេះអាចប៉ះគ្នាបានអាចលេងគ្នាបានក្បាច់ល្អដូចគ្នាសម្រាប់មួយគូនេះអញ្ចឹងបើសិនជាអាចបងប្អូនកូរ៉ាម៉ាក់ចន្ទរាជដាក់ខ្សែក្បាត់ ISKA ក្រត់គុណខ្មែរមួយខ្សែឲ្យប៉ែនកយ៉ាស៊ីនធ្វើការប្រកួតដដើមក៏ល្អដែរបងប្អូនក៏រឹតតែក៏ក្រៅដែរសម្រាប់គូនេះបាទអញ្ចឹងបើយើងក៏លេខទៅកីឡាករកូរ៉ាម៉ាក់ចន្ទរាជអាចនិយាយថាជាកីឡាករវ័យក្មេងជាងគេក្នុងពេលបច្ចុប្បន្ននេះដែលការប្រកួតក្រៅប្រទេសគឺគាត់ជោគជ័យច្រើនទាំងការប្រកួតដដើមខ្សែក្រវ៉ាត់គឺគាត់អាចនិយាយថាជាកីឡាករគុណខ្មែរវ័យក្មេងមួយរូបដែលស្ពាយខ្សែក្រវ៉ាត់ពីទឹកដីក្រៅប្រទេសមកទឹកដីកម្ពុជារបស់យើងច្រើនជាងគេហើយបច្ចុប្បន្ននេះគឺគាត់មានខ្សែក្រវ៉ាត់របស់ប្រទេសវៀតណាមគឺខ្សែក្រវ៉ាត់ GMA ដែលការប្រកួតនេះលក្ខណៈ MMA 2ខ្សែបងប្អូននិងខ្សែក្រវ៉ាត់នៅផ្ទះជិតខាងរបស់យើងនេះក៏គាត់មានប្រមាណខ្សែដែរនិងមានខ្សែក្រវ៉ាត់ ISKA គុណខ្មែរ2ខ្សែផងដែរបងប្អូនហើយកូរ៉ាម៉ាក់ចន្ទរាជមកប្រកួតចុងក្រោយរបស់គាត់នេះគឺគាត់ទៅតែឈ្នះនៅលើទឹកដីរបស់ប្រទេសបារាំងបងប្អូនបាទអញ្ចឹងសម្រាប់កូរ៉ាម៉ាក់នេះអាចវាយបានច្រើនវិញ្ញាសាច្រើនទម្រង់មែនតើមិនថាការប្រកួតលក្ខណៈគុណខ្មែរការប្រកួតលក្ខណៈគុណរបស់កតោការប្រកួតលក្ខណៈ MMA ជាមួយនឹងការប្រកួតលក្ខណៈ kickboxing អញ្ចឹងក៏គាត់អាចវាយបានគ្រប់ទម្រង់បងប្អូនយើងនិយាយទៅកីឡាករប៉ែនកយ៉ាស៊ីននេះមួយរយៈចុងក្រោយនេះកាន់តែឡើងជើងខ្លាំងបងប្អូនតាំងពីឡើង57មកប្រកួតដំបូងគឺគាត់ធ្វើមិនសូវបានល្អឯប៉ះសភាពរំលីតែការប្រកួតលើកទី2នេះគីឡូ57ប៉ះពេជ្រទីទៀតធ្វើឲ្យអ្នកគ្រប់គ្រងក៏ដូចជាខ្ញុំបាទមានការភ្ញាក់ផ្អើលខ្លាំងមែនទែនសម្រាប់ទម្រង់នៃការប្រកួតរបស់កីឡាករប៉ែនកយ៉ាស៊ីនបាទអញ្ចឹងសម្រាប់មកគូនេះក្បាច់ល្អស្អាតដូចគ្នាបងប្អូនហើយគីឡូប៉ុនគ្នាទៀតបើប៉ះគ្នាមែនជាតិណាស់បងប្អូនអើយមកគូនេះអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរបើអ្នកទាំងពីរនេះប៉ះគ្នាបើសម្រាប់ខ្ញុំគ្រប់គ្រងតែបើសិនជាអាចខាងសង្វៀនគ្រុឌរៀបឲ្យកូរ៉ាម៉ាក់ដាក់ខ្សែក្រវ៉ាត់ ISKA ឲ្យកីឡាករប៉ែនកយ៉ាស៊ីនទៅដើមទៀតគូនេះរត់តែជក់ចិត្តបងប្អូន